Ban này cứ chia videoដំណើរការនៃការកែផ្ទះសច្ចកម្មនៅខាងកំពង់សោមស្ទឹងហាវវីដេអូនេះដែរគឺបង្ហាញពីការកែតម្រូវបច្ចេកទេសមួយចំនួនបាទហើយសង្កត់ទាំងស្រុងមិនមែនមួយចំនួនទេគឺថាយើងរើប្រព័ន្ធបជាខាងក្នុងផ្ទះប្រព័ន្ធសំឡេងគឺរើចោលហើយកន្លែងណាដែលទៅគឺយើងវាយចោលហើយរៀបចំ position ខាងបន្ទប់ខាងអីឡើងវិញថ្មីទាំងអស់ពាក់ព័ន្ធនឹងបច្ចេកទេសយើងធ្វើយ៉ាងណាដើម្បីតាក់ទាញសត្វតជកម្មឲ្យចូលមកនៅវិញដោយសារផ្ទះនេះអត់មានសត្វទេដោយបងប្អូនឃើញក្នុងវីដេអូស្រាប់អញ្ចឹងគឺស្អាតឆេញតែម្ដងហើយផ្ទះនេះទំហំធំណាស់បងប្អូនបាទទំហំ8 x 22 4 ជាន់ឯណោះបាទហើយនេះប្រព័ន្ធសំឡេងគឺយើងរើបោះចោលទាំងអស់ហើយឥឡូវយើងកំពុងតែរៀបចំឡើងវិញមួយចំនួនបានមួយចំនួនធំហើយបងប្អូនបាទហើយយើងធ្វើការកែតម្រូវនេះចូលលក្ខណៈចូលមកខែជាងហើយតាមដានវីដេអូបន្ថែមទៀតចាំមើលពេលដែលខ្ញុំកែរួចវាទៅជាយ៉ាងណាហើយសម្រាប់បងប្អូនចង់ប្រឹក្សាយោបល់ការកែផ្ទះឬធ្វើផ្ទះថ្មីបងប្អូនអាចតាក់ទងមកពួកយើងបានយើងមានជំនាញច្បាស់លាស់បាទសូមអរគុណ